ពណ៌សនៅខាងក្រោយខ្នងខ្ញុំនោះគឺជាឡានមួយដែលខ្ញុំគិតថា fan MG កំពុងតែរងចាំហើយនេះគឺជា model ថ្មីទាំងស្រុងតែម្ដងនេះគឺជា MG RX9 ដែលសម្ពោធថ្ងៃនេះនៅលើឆ្នេរកែបពិសេសខ្លាំងមែនទែនរ៉ូមែនទិកកម្មវិធីថ្ងៃនេះអញ្ចឹងសម្រាប់ MG RX9 នេះដែរគឺជាប្រភេទឡាន SUV ប្រណិតសម្រាប់ប្រើជាលក្ខណៈគ្រួសារកៅអីរបស់វាមាន3ជួរហើយដែលសំខាន់ឡាននេះមិនត្រឹមតែឡាន SUV លក្ខណៈគ្រួសារប៉ុន្តែបើយើងមើលការ design ខាងក្រៅគឺបែប sport ដែរដូចបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹង MG គឺគាត់ជំនាញអាខាង design ឡានបែបតាក់ភ្នែកបើខ្ញុំមើលអត់ខុសទេទៅលើមុខរបស់វានេះគឺស្រៀងជាមួយនឹង MG RX5 អីដែលខ្ញុំមកឃើញភ្លាមហើយជាគៀងនៅខាងមុខនេះគឺជាជាគៀង daytime running light អានេះស្រៀងជាមួយនឹង RX5 Sport ហើយចង្កៀងខាងក្នុងនេះគឺជាចង្កៀង LED ទាំងអស់មានចំនួន4គ្រាប់ Full LED ហ្មងខាងមុខរៀង highlight មកជាមួយនឹង chrome ពណ៌ matte black មិនមែនជា chrome ដែលចាំងដូចឡានស៊េរីមុនទេហើយតាក់ទងជាមួយនឹងផ្នែកចំហៀងក៏គួរឲ្យចាប់អារម្មណ៍ដែរនៅត្រង់ថានេះអានេះគឺមាន time ultimate កលើទ្វារប្រភេទ flash door handle អញ្ចឹងនៅពេលដែលយើងបិទទ្វារទៅគឺវាលឹបចូលទៅក្នុង smart side clean ហ្មងហើយដែលសំខាន់បងប្អូនទាំងគ្នាមើលកន្លែងនេះអានេះបើកមកគឺ spec scene ហ្មងមានកន្លែងឈ្នាន់ជើងនឹងអូតូហ្មងអញ្ចឹងតាក់ទងជាមួយនឹងយ៉ានរបស់ MG នេះអានេះគឺជាប្រភេទយ៉ាន Sport alloy មីញ៉ូមអានេះយ៉ាន21អ៊ីងហើយសបកកង់របស់គេ Michelin មកជា standard ស្រាប់បងប្អូនទាំងអស់គ្នា Michelin Total Performance ហើយដោយសារតែ MG RX9 នេះអានេះគឺជាឡានប្រភេទលក្ខណៈគ្រួសារគេផ្ដោតទៅលើផាសុខភាពអញ្ចឹងហើយនៅខាងក្រោយនេះវាមានជើងខោមដែលគេហៅថាប្រភេទ Filing Suspension អញ្ចឹងពពួកអានេះទី1គឺវាជួយកាត់បន្ថយលំញ័រទប់លំនឹងបានល្អនៅពេលដែលយើងបត់ផ្លូវកោងហើយនឹងផ្លូវកែហើយនៅពេលដែលយើងជិះទៅគឺយើងអត់សូវដឹងអាលាក់ទេដោយសារតែវា Filing អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះគឺជាការ design ខាងក្រោយរបស់ MG RX5 ជាគៀង LED ជាប់ពីឆ្វេងទៅស្ដាំហ្នឹងគឺលាតមួយខ្សែហើយនៅខាងក្នុងនេះវាមានរចនាបថមើលទៅវាដូចគ្រាប់ពេជ្រដាក់ដាំក្បាលទល់មុខគ្នាលើក្រោមអញ្ចឹងណាអញ្ចឹងយើងទៅមើលក្លុបខាងក្រោយតិចមើលថាតើក្លុបខាងក្រោយមានអីខ្លះ Electronic Auto អញ្ចឹងកន្លែងនេះគឺជា space ដាក់អីវ៉ាន់ហើយបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការ space ធំយើងអាចរុញអាកៅអីជួរទី3នេះតម្លាក់វាទៅខាងមុខទៅអញ្ចឹងយើងនៅសល់កន្លែងដាក់អីវ៉ាន់បានច្រើនហើយខាងក្រោមនេះកន្លែងដាក់អីវ៉ាន់នេះនឹងដាក់គ្រឿងឧបករណ៍ជួសជុលមួយចំនួនអូអានេះមានកន្លែងដោតដោយកតុយបរិយមួយទៀតកម្លាំងរបស់វា12 volt 120 watt អញ្ចឹងកន្លែងនេះយើងអាចដោតដោយកតុយបរិយបានមួយទៀតអូខេអញ្ចឹងអានេះគឺជាចំណុចខ្លះៗដែលថ្ងៃនេះខ្ញុំមកមើលជាក់ស្ដែងនៅពេលដែលសម្ពោធ MG RX9 អូម៉ូសូតូពិធីសម្ពោធជាផ្លូវការកំពុងយក MG RX9 ស៊េរីថ្មីឆ្នាំ2025មកយ៉ាងទីផ្សារប្រទេសកម្ពុជាវ៉ាវបងប្អូនទាំងអស់គ្នានៅខាងក្នុងរបស់ MG RX9 ខ្ញុំកំពុងតែអង្គុយនេះគឺ spec នេះគឺពណ៌ខ្មៅលាយជាមួយនឹង chrome បែបប្រណិតពណ៌រៀង matte black នៅលើ tableau នេះហើយឡាននេះគួរបញ្ជាក់ថាវាមានកៅអីចំនួន3ជួរខាងមុខនេះមានកៅអី2កណ្ដាលមានកៅអី3ហើយខាងក្រោយមានដូចជាកៅអីអាចអង្គុយគ្នាបាន2នាក់ទៀតអញ្ចឹងកៅអី3ជួរល្អមែនតើសម្រាប់គ្រួសារហើយសម្រាប់ spec នៅខាងក្នុងនេះទៅលើការ decor យើងឃើញថារៀងប្លែកភ្នែកពី MG រាល់ដងដែលយើងបានឃើញអញ្ចឹងតាក់ទងជាមួយនៅខាងក្នុងអីដែលគួរឲ្យចាប់អារម្មណ៍គឺតាក់ទងជាមួយនឹងអេក្រង់ភ្លោះអានេះទំហំរបស់វា 12.3 អ៊ីងអេក្រង់ touch បងប្អូនទាំងអស់គ្នាអូ smooth ម្ល៉េះអេក្រង់ touch 12.3 អ៊ីងអានេះគឺជាកុងទ័រ digital ទំហំ 12.3 អ៊ីងហើយគួរបញ្ជាក់ថាតាក់ទងជាមួយនឹងអេក្រង់ touch នេះយើងក៏អាចភ្ជាប់ជាមួយនឹង Apple CarPlay ក៏ដូចជា Android Auto នៅក្នុងនេះបានដែរអញ្ចឹងគឺងាយស្រួលប្រើសម្រាប់បងប្អូនដែលគាត់ត្រូវការមើល map អីផ្សេងហើយចង្កូតរៀងអក្សរ D ពណ៌ខ្មៅក្រឹបដូចជាមួយនឹង tableau អញ្ចឹងវាស៊ីគ្នាជាមួយនឹង decor នៅខាងក្នុងហើយចង្កឹះលេខនេះគឺជាចង្កឹះលេខ electronic តែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ការប្រើគឺងាយស្រួលឃើញទេនៅពេលដែលយើងត្រូវការដាក់លេខទៅមុខទៅក្រោយអីគឺធូរស្រួលប្រើខ្លាំងមែនតើចុចអញ្ចឹងមកហើយនៅនេះគឺមាន driving mode ជាមួយនឹង terrain mode ដែលយើងអាចចុចពវល់បាន
អីដែលជាចំណុចពិសេសសម្រាប់ driving mode នៅលើ MG RX9 ហើយខ្ញុំឃើញគឺវាមាន auto mode អញ្ចឹងមានន័យថាបងប្អូនទាំងអស់គ្នាឡាននេះគឺឆ្លាតយើងមិនចាំបាច់ដូរ mode ចុះឡើងទេយើងដាក់ auto mode ទៅយើងចង់ជិះផ្លូវស្រួលក៏បានជិះផ្លូវពិបាកក៏បានគឺវាធ្វើការខ្លួនវាមកចប់តែម្ដងហើយនៅខាងមុខនេះគឺមានកន្លែងដាក់ទូរស័ព្ទ2ហើយនៅខាងស្ដាំនេះគឺ wireless charger នេះយើងសាកថ្មដោយមិនបាច់ប្រើខ្សែទេនៅនេះមានប៊ូតុង auto hold អានេះគឺជាកន្លែងដាក់អីវ៉ាន់ជាមួយនឹងដាក់ដបទឹកអីនៅក្នុងនេះបានអូខេអញ្ចឹងនៅខាងលើនេះគឺមានដបកញ្ចក់លាតដល់ខាងក្រោយមកបងប្អូនទាំងអស់គ្នាយើងអាចចង់បើកឲ្យពលឺចូលក៏បានឬមួយក៏យើងចង់បិទអាវាំងនូននៅលើដបនេះក៏បានហើយតាក់ទងជាមួយនឹងដបនេះយើងចង់បើកឲ្យខ្យល់ចូលក៏បានដែរនេះដូចមកមាត់សមុទ្រអញ្ចឹងកម្មវិធីនេះពិសេសយើងជួយនៅមាត់សមុទ្រអញ្ចឹងជិះមកតាមមាត់សមុទ្រអញ្ចឹងបើកឲ្យខ្យល់ចូលចេះក៏បានដែរលយខ្លាំងមែនទែនហើយអានេះខ្ញុំទៅចាប់អារម្មណ៍មកបងប្អូនមកកណាត់ខាងមុខនេះអាចបើកលាតធំដល់ទៅសឹងថាពាក់កណ្ដាលកៅអីជួរទី2ឯព្រោះអីភាគច្រើនខ្ញុំឃើញថាបើកប្រហើបបានតាមមកត្រឹមកៅអីខាងមុខឯអានេះបានដល់កៅអីជួរទី2ទៀតប្លែកចំណុចនេះល្អសូមឲ្យចិត្តតិចបងប្អូនទាំងគ្នាបាទមើលកន្លែងនេះបាសនៅខាងក្នុង Boss បាស Boss អញ្ចឹងតាក់ទងជាមួយនឹង bass នេះបងប្អូនគ្រាន់តែឃើញ brand ប្រកាសជាដឹងហើយថាអានេះគុណភាពសំឡេងវាបែបម៉េចអត់ចាំបាច់ខ្ញុំត្រូវដាក់ចាក់បទចម្រៀងឲ្យមើលទេហើយតាក់ទងជាមួយនឹងកៅអីគួរបញ្ជាក់ថាកៅអីនេះគឺជាប្រភេទកៅអី electronic ហើយអានេះគឺមាន electronic សងខាងបងប្អូនខាងនេះក៏មាន electronic ខាងនេះក៏មាន electronic ដែរយើងអាចសេរីវាទៅមុខទៅក្រោយបានហើយកៅអីនេះក៏ជាប្រភេទកៅអី auto ដែរនៅពេលដែលយើងចូលមកគឺវាចំណាំទីតាំងរបស់យើងណាចឹងវាហុញទៅមុខទៅក្រោយអូតូនៅពេលដែលយើងបិទបើកទ្វារហើយតាក់ទងជាមួយនឹងកាមេរ៉ា30 degree គឺយើងអាចមើលបានមួយជុំឡានហើយយើងមើលជាលក្ខណៈ 3D ក៏បានដែរមើលជា 2D ឬមួយក៏យើងចង់មើល close មុខក្រោយមិនក៏បានដែរអញ្ចឹងទៅលើការប្រើគឺងាយស្រួលអត់ជាបញ្ហាចោតអីទេអញ្ចឹងខាងមុខទូឲ្យខ្ញុំចាប់អារម្មណ៍ពី RX9 គឺមានប៉ុណ្ណឹងប៉ុន្តែទៅមើលកៅអីទី2ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាចង់មើលកៅអីជួរទី2ថាតើវាទលាយអត់តោះបងប្អូនទាំងអស់គ្នាមានបានឃើញអត់កៅអីជួរទី2ទលាយល្អខ្លាំងមែនតើសម្រាប់ RX9 នេះខ្ញុំជឿថាគឺត្រូវប៉ាន់ខ្លាំងហើយសម្រាប់អ្នកដែលគាត់ប្រើជាលក្ខណៈគ្រួសារព្រោះនៅខាងក្រោយនេះគឺទលាយហើយរុនម៉ាស៊ីនត្រជាក់គេដាក់នៅខាងលើអត់ដាក់នៅខាងក្រោមទេណាដាក់នៅខាងលើក្បាលនេះវិញហើយខាងក្រោយគឺយើងមានកន្លែងអាចសេរីម៉ាស៊ីនត្រជាក់ដាច់ដោយឡែកយើងអាចសេរីបានទាំងសីតុណ្ហភាពទៀតអញ្ចឹងទៅលើសីតុណ្ហភាពនេះគឺយើងអាចសេរីបានមិនមែនសេរីបានតែកង្ហាហើយនឹងរុនខ្យល់ទេអញ្ចឹងខាងក្រោយនេះគឺមានរុន USB-A យើងអាចសាកថ្មបានកន្លែងនេះមានកន្លែងដាក់ដៃហើយយើងមានកន្លែងដាក់ដបទឹកហើយសម្រាប់កន្លែងកណ្ដាលនេះកៅអីជួរកណ្ដាលនេះបើសិនជាយើងអង្គុយក៏យើងអាចអង្គុយបានគ្នាម្នាក់ទៀតដែរអត់មានជាទៅអីទេគាត់ថាពេលអង្គុយទៅរៀងខ្ពស់ជាងកៅអីសងខាងបន្តិចអញ្ចឹងនៅកៅអីជួរទី3ឥឡូវខ្ញុំគាត់ទៅមើលជួរទី3វិញបងប្អូនកៅអីជួរក្រោយមែនតើទៅបើខ្ញុំយល់ឃើញកៅអីនេះគឺមកល្មមសម្រាប់ក្មេងៗដែលគាត់ចូលអង្គុយខាងក្រោយដោយសារតែកៅអីជួរទី2ក៏ប៉ុន្តែយើងអាចសេរីរុញខិតទៅមុខបន្តិចបានអញ្ចឹងសម្រាប់ក្មេងៗគាត់ចូលមកគាត់អាចអង្គុយបានហើយបើសិនជាមនុស្សធំក៏អាចចូលបានដែរគាត់ថាយើងត្រូវការ C space អ្នកខាងមុខបន្តិចអញ្ចឹងសម្រាប់កៅអីជួរទី2នេះគឺ flexible ដោយសារវាអាចរុញទៅមុខបានឆ្ងាយដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ជួរទី3នេះវាក៏មានរុនម៉ាស៊ីនត្រជាក់ដែរអញ្ចឹងអ្នកនៅខាងក្រោយក៏អត់ជាបញ្ហាចោតអីដែរមានកន្លែងដាក់ដបទឹកជាមួយនឹងកន្លែងដាក់ smartphone នៅខាងក្រោយដែរអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះគឺជាចំណុចមួយចំនួនដែលខ្ញុំសារអារម្មណ៍ជាមួយនឹង MG RX9 អញ្ចឹងសួរឡាននេះតម្លៃប៉ុន្មាននៅក្នុងកម្មវិធីសម្ពោធថ្ងៃហ្នឹងក៏មានប្រកាសតម្លៃដែរឡាននេះគឺតម្លៃរបស់វាខ្ទង់ 50000 ជាងហើយខ្ញុំជឿថាសម្រាប់ឡាន model ថ្មី MG គាត់ប្រកាសជាមាន promotion អីពិសេសសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ព័ត៌មានអត់ឬមួយក៏មកមើលឡាននេះផ្ទាល់អាចអញ្ជើញទៅមើលបាននៅក្នុង showroom របស់ MG ឬមួយក៏តាក់ទងទៅ MG តាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើអេក្រង់នេះក៏បានដែរអញ្ចឹងបើសិនជាមាន full review ពេលក្រោយ test drive សាក performance អីអាហ្នឹងយើងសង្ឃឹមថានឹងធ្វើវីដេអូមួយទៀតដាច់ដោយឡែកនៅពេលក្រោយអញ្ចឹង stay tuned follow ជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ